ថ្ងៃនេះអូននឹងទៅលេងប្រាសាទនៅក្នុងកណ្ដាស់10000នេះចង់ដឹងថាប្រាសាទនឹងនៅណាហើយមានឈ្មោះអីតើអញ្ចឹងទៅមើលមួយអូនទាំងអស់គ្នាបងខ្លះហាងគាត់គ្រាន់តែឃើញស្រាឈុកហ្នឹងគឺគាត់ដឹងទៅស្គាល់ហើយគឺប្រាសាទនេះពន្ធរបស់យើងនឹងឯងបងភូមិញតាមកនៅពេលល្ងាចនិយាយថាឡើងស្អាតហ្មងតែសភាពនៅនោះហើយនិយាយថាធ្លាក់ខ្យល់មកទៀតឡើង fresh តែម្ដងហើយអូនឃើញមានបងភូមិញតាយើងគឺមកលេងនៅប្រាសាទនឹងច្រើនខ្លាំងមែនតើចាំអារម្មណ៍ថាកំណើនទេសចរនៅក្នុងខេត្តសៀមរាបយើងឥឡូវចាប់ផ្ដើមការឡើងច្រើនសិនជាបងភូមិញតាដែលចង់មកលេងប្រាសាទនេះពន្ធណាមកខែហ្នឹងគឺត្រូវតែម្ដងទេសភាពឡើង fresh ហើយឡើងស្អាតហើយរូបដែលនៅពីក្រោយកណ្ដាស់10000ហ្នឹងគឺជារូបប្រាសាទនេះពន្ធនៅចំកណ្ដាលទឹកមកនៅក្នុងកណ្ដាស់ប្រាក់រៀលចំនួនប្រមាណទៀតចឹងបងភូមិញតាកុំភ្លេចមកលេងត្រែននេះទាំងអស់គ្នាផងណាដើម្បីជួយលើកស្ទួយវិស័យទេសចរនៅក្នុងប្រទេសកម្ពុជាយើងប្រាសាទនេះពន្ធសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នាឆ្នាំ1191ដើម្បីឧទ្ទិសថ្វាយដល់ពុទ្ធសាសនាមហាយានប្រាសាទនេះដែរគឺសាងសង់ឡើងនៅលើកោះ350ម៉ែត្រ4ជ្រុងដែលមានស្រះសន្សំទឹកបរិសុទ្ធដែលមានសញ្ញាជាលេខ4ជានិមិត្តសញ្ញានៃមន្ទីរពេទ្យអ្វីដែលសំខាន់នោះគឺប្រាសាទនេះពន្ធមានរូបចម្លាក់4ដែលតំណាងឲ្យធាតុទាំង4គឺទឹកដីភ្លើងខ្យល់មកដល់បច្ចុប្បន្នប្រជាជនខ្មែរយើងតែមានជំនឿទៅលើប្រាសាទនេះពន្ធដែលបានស្រន់សុំទឹកមន្តដើម្បីសុំឲ្យមានសុខភាពល្អនិងជាពីជំងឺផ្សេងផងដែរទោះបីជាមានការព្យាបាលបែបបច្ចេកវិទ្យាសាស្ត្រទំនើបក៏ដោយអញ្ចឹងបងភូមិញតាដែលចូលមកលេងខេត្តសៀមរាបកុំភ្លេចមកលេងនៅប្រាសាទនេះពន្ធផងណាព្រោះទេសភាពខេត្តហ្នឹងគឺស្អាតខ្លាំងមែនតើពេលដែលមកប្រាសាទនេះហើយមានអារម្មណ៍ថាស្រស់ស្រាយនិងប្លែកពីប្រាសាទដទៃទៀតព្រោះយើងត្រូវដើរឆ្លងកាត់បឹងធំនេះមួយបានទៅដល់មិញតែចូលចិត្តថតរូបកាអាចមកពេលល្ងាចបានតែពេលដែលថ្ងៃលិចទៅគឺពណ៌មាសស្អាតខ្លាំងមែនតើបឹងឈូកជាមួយនឹងពន្លឺពណ៌មាសប្លែកៗនៅលើទឹកទៀតអូយអូនសម័យមិនចាញ់ទេគឺថាស្អាតខ្លាំងមែនតើហ្មងមក4ឡើងទៅគឺថាថតរូបពេញស្អាតហើយបងភូមិញតែជាមួយនឹងអូនចូលចិត្តថតរូបចេះទៀតបាច់និយាយទេគឺថាស្អាតកប់សេរីរីតែម្ដងអញ្ចឹងណាហើយអូនចង់មកណែនាំជាមួយនឹងទឹកអនាម័យ Sofarel Mist របស់ Kitគឺអូនប្រើវារយៈពេល5-6ឆ្នាំហើយអូនពិតជាសប្បាយចិត្តខ្លាំងមែនតើដែលមកអូនបានទិញជាមួយនឹងទឹកអនាម័យ Sofarel Mist ឲ្យអូនប្រើហើយវាជាផលិតផលរបស់ប្រទេសបារាំងនេះគឺជាទឹកអនាម័យ Sofarel Mist សម្រាប់កូនក្មេងគឺប្រើបានចាប់ពីអាយុ2ឆ្នាំឡើងទៅផលិតផលរបស់ប្រទេសបារាំង 100% ហើយអូនតែងតែប្រើប្រាស់វាជារៀងរាល់ថ្ងៃដើម្បីជួយការពារពីការរលាករមាស់ឬក៏កន្ទួលផ្សេងអរគុណច្រើនជម្រាបលាបងភូមិញតាបាយបាយ